នេះគឺជា10ចំណុចដែលសាលារៀនមិនថាសាលារៀនទាំងបឋមសិក្សាអនុវិទ្យាល័យឬក៏វិទ្យាល័យឬក៏ថ្នាក់ឧត្តមសិក្សាគឺចាំបាច់ត្រូវតែមានក្នុងការអភិវឌ្ឍទីចាំបាច់ណាស់ទី1គឺធុងសម្រាមដើម្បីបង្កើនអនាម័យត្រូវបង្កើនចំនួនធុងសម្រាមឲ្យបានកាន់តែច្រើនពីព្រោះយើងឃើញថាធុងសម្រាមនៅក្នុងទីធ្លាសាលានៅក្នុងថ្នាក់គឺมันគ្រប់គ្រាន់សម្រាប់សិស្សក្នុងការបោះចោលសម្រាមនោះទេទី2គឺត្រូវតែមានសួនផ្កាហើយសួនផ្កាជាសួនលក្ខណៈដែលយើងអាចទៅអង្គុយលេងអង្គុយពិភាក្សាជជែកគ្នាលេងដូចនៅបណ្ដាសាកលវិទ្យាល័យធំៗនៅលើពិភពលោកជជែកគ្នាលេងអាចធ្វើលំហាត់ឬក៏ធ្វើកិច្ចការងារផ្សេងៗបានទី3ត្រូវតែមានបងអង្គុយលេងបងត្រូវតែមានចំនួនច្រើនសល្មមដែលសិស្សអាចអង្គុយវិភាសាគ្នាឬក៏ធ្វើជាកិច្ចការសាលាផ្សេងៗដើម្បីបង្កភាពងាយស្រួលទៅដល់អ្នកមកពីខាងក្រៅឬក៏ភ្ញៀវមកអង្គុយលេងដើម្បីទទួលយកអារម្មណ៍ដ៏រីករាយទី4គឺត្រូវតែមានដំណាំគ្រប់ប្រភេទនៅក្នុងសាលាទាំងដំណាំបន្លែទាំងដំណាំសម្រាប់ហូបផ្លែឬក៏ផ្កាផ្សេងៗដើម្បីលម្អដំណាំបន្លែយើងចាំបាច់ត្រូវតែមានដើម្បីសម្រាប់ទុកធ្វើម្ហូបសម្រាប់សិស្សហើយមួយផ្នែកគឺត្រូវសម្រាប់លក់ដើម្បីយកចំណូលសម្រាប់សាលាដើម្បីផ្គត់ផ្គង់ទៅដល់ជីវភាពសិស្សដែលខ្វះខាតទី5គឺត្រូវតែមានស្រះចិញ្ចឹមត្រីស្រះដែលលក្ខណៈលម្អផងនិងចិញ្ចឹមត្រីផងដើម្បីជាប្រយោជន៍ហើយទី6គឺត្រូវតែមាន eco budget ត្រូវតែបង្កើតឡើងដោយការរួមផ្សំអំពីការបរិច្ចាគរបស់សិស្ស100ក្តី200ក្តីដើម្បីសន្សំសម្រាប់ជួយទៅដល់សិស្សដែលខ្វះខាតឬក៏សិស្សដែលមានបញ្ហាគ្រួសារផ្សេងៗហើយទី7ត្រូវតែអនាម័យជាចម្បងទៅលើថ្នាក់រៀនទីធ្លាសាលាត្រូវតែអោសសម្អាតជាប្រចាំហើយត្រូវតែសម្អាតជាពិសេសជាងគេគឺបង្គន់អនាម័យដើម្បីអនាម័យទៅដល់សុខភាពឲ្យកាន់តែមានភាពប្រសើរឡើងហើយទី8គឺការលក់ដូរជៀសវាងនៃការលក់ដូរចំណីអាហារណាដែលមិនសមស្របមិនចាំបាច់ដែលបង្កផលប៉ះពាល់ដល់សុខភាពសិស្សហើយទី9គឺត្រូវតែមានបន្ទប់ស្រាវជ្រាវបន្ទប់កុំព្យូទ័រសម្រាប់សិក្សាស្រាវជ្រាវនិងអភិវឌ្ឍជំនាញជាពិសេសភាពរីកចម្រើននៃបច្ចេកវិទ្យា AI នៅសប្តាហ៍ថ្ងៃនេះហើយទី10គឺត្រូវតែមានបន្ទប់កុំព្យូទ័រនិងបច្ចេកវិទ្យាក្នុងការសរសេរកូដកម្មវិធីផ្សេងៗដើម្បីដំណើរការនៅក្នុងសាលារៀនហើយនេះគឺជាអ្វីដែលខ្ញុំនឹងលើកយកមកនិយាយនេះហើយសូមអរគុណសម្រាប់ការតាមដាន